ជំរាបសួរក៏ដូចជាស្ដីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹង Channel KNK ថ្ងៃនេះផងដែរខ្ញុំបាននាំមកនៅសាច់រឿងថ្មីមួយដែលតាក់ទងទៅនឹងដំណើរជីវិតនៃការរៀបចំខ្លួនរបស់សត្វពពែដើម្បីចូលរួមក្នុងកម្មវិធី Carnival បើសិនជាចង់ដឹងថាសាច់រឿងយ៉ាងណាទៅមើលជាមួយអេមីនទាំងអស់គ្នាហើយសូមកុំភ្លេចជួយ like និង subscribe ឲ្យអេមីនម្នាក់មួយផងនៅក្នុងព្រៃតូចមួយមានវងសត្វមួយក្រុមបានរៀបចំកម្មវិធីបុណ្យ Carnival ដែលប្រព្រឹត្តទៅនៅថ្ងៃស្អែកហើយពួកគេបានសប្បាយរីករាយយ៉ាងខ្លាំងក្នុងការរៀបចំកម្មវិធីនោះតែមានរឿងមួយដែលមិនគួរឲ្យនឹកស្មានដល់គឺមានសត្វពពែមួយក្បាលហាក់ដូចជាក្រៀមក្រំខុសគេសត្វទន្សាយឃើញដូច្នោះមិនតតាំងចាំយូរក៏រត់ទៅសួរពពែថាបងពពែដែលស្លាស់ស្អាតតើបងកើតអ្វីហាក់ដូចជាក្រៀមក្រំម្ល៉េះខ្ញុំពិបាកចិត្តណាស់ក្នុងការជ្រើសរើសកៅអៅសម្រាប់កម្មវិធី Carnival នៅថ្ងៃស្អែកខ្ញុំមិនដែលឈ្នះគេនោះទេកុំបារម្ភអីបងពពែយើងមានជាដេដពូកែមួយតើគឺលោកអូបងអាចទៅរកគាត់នឹងជួយបានសត្វពពែក៏ចេញទៅធ្វើដំណើរទៅរកលោកអូវ៉លលោកអូវ៉លហាក់ដូចជារវល់មែនទែនមិនដឹងទេថាពពែដែលខ្សែខ្ជួតបានមកដល់ផ្ទះរបស់គាត់ពពែខ្ជួតបានចុចកណ្ដឹងអូវ៉លអើតក៏ចេញមកហើយសួរថាអូតើជានរណាកូដខ្ញុំរវល់ខ្លាំងណាស់និយាយលឺមកតើអ្នកត្រូវការអ្វីក៏ណាខ្ញុំចង់ឲ្យអ្នករៀបចំ outfit ឲ្យខ្ញុំសម្រាប់កម្មវិធី Carnival នៅថ្ងៃស្អែកអ្នកអស្ចារ្យណាស់គ្រាន់តែកាត់រោមអ្នកបន្តិចគឺស្អាតហើយទេខ្ញុំចង់ឈ្នះគេនៅក្នុងកម្មវិធី Carnival នៅថ្ងៃស្អែក Mr. Owl បានតែអ្នកត្រូវតែមានរោមរបស់សត្វសេកនិងថ្មវិតមុនដែលមានការយាមកាមពីសត្វតោពីរក្បាលវាពិតជាកំណត់ដ៏ល្អណាស់ប៉ុន្តែខ្ញុំមិនចង់ជប់ផ្សេងនោះទេវាចូលចិត្តធ្វើឲ្យអ្នកដទៃយំខ្ញុំមិនចូលចិត្តយំទេហើយសត្វតោមិនអាចចូលចិត្តភាពសប្បាយរីករាយនឹងការរំលែកបានឡើយអ្នកមិនដែលជួបតោពីមុនទេកូដសង្ឃឹមថាអ្នកនឹងធ្វើវាបានល្អត្រូវចាំវាទុកពពែនោះក៏បានដើរចាក់ចេញពីផ្ទះលោកអូវ៉លហើយក៏បានគិតទៅដល់កម្មវិធីនៅថ្ងៃស្អែកគេតាំងចិត្តថាគេនឹងធ្វើឲ្យបានត្រូវតែស្អាតលេចធ្លោនិងឈ្នះគេនៅថ្ងៃស្អែកក្នុងកម្មវិធី Carnival គេបានឮសំឡេងនរណាម្នាក់យំហើយក៏បានសួរថានរណានៅទីនោះតាមពិតគឺជាបងសេកដែលចូលចិត្តយំទេតាអាចឲ្យខ្ញុំសូមរងរបស់បងមួយឈ្មោះបានទេសម្រាប់កម្មវិធី Carnival នៅថ្ងៃស្អែកបងសេកប៉ុន្តែរោមរបស់ខ្ញុំអាចជួបបាននៅពេលតែខ្ញុំសោចមិនអ្នកអាចធ្វើឲ្យខ្ញុំសោចតែម្ដងក្នុង1000ឆ្នាំកន្លងមកនេះវានឹងរួមមិនខានមិនបងអង្គយូរសត្វពពែខំនឹករកវិធីធ្វើយ៉ាងណាឲ្យសត្វសេកសោចគេខំប្រឹងលោតផងដួលផងងើបផងកាច់រៀងចុះឡើងរួមរួចក៏បំប៉ោងខ្លួនឲ្យសត្វសេកនោះមើលសត្វសេកក៏បានសោចហើយរង្គើខ្លួនរុះរោមមកក្រោមដែលមានពណ៌ស្រស់ស្អាតធ្លាក់មកលើក្បាលរបស់សត្វពពែសត្វពពែញញឹមនិងអរគុណទៅកាន់សត្វសេកដែលបានឲ្យរោមដ៏ស្រស់ស្អាតមួយនេះមកកាន់ខ្លួនគេក៏បានដើរចាក់ចេញទៅពពែបានដើរទៅឡើងលើភ្នំដើម្បីស្វែងរកថ្មវេទមន្តពេលឡើងទៅដល់គេបានឃើញថ្មខ្មៅមួយគេសប្បាយចិត្តហើយបំរុងនឹងយកថ្មនោះស្រាប់តែមានសត្វតោពីរក្បាលលោតចេញមកហើយសួរទៅកាន់គេថាតើឯងជានរណាសត្វពពែភ័យចាប់ប្រាប់ញ័រអស់រាងកាយញ័រមាត់ហើយបានរៀបរាប់ដំណើរដើមតងដែលខ្លួនមកទីនេះដើម្បីរកដុំថ្មវេទមន្តទៅចូលរួមកម្មវិធី Carnival សត្វតោបែរជាមិនបានធ្វើបាបសត្វពពែប៉ុន្តែបែរជាស្នើសុំទៅជាមួយគេផងពីព្រោះគេចូលចិត្តរាំនិងសប្បាយរីករាយពពែនិយាយថាមិនអាចទេពីព្រោះសត្វទាំងអស់នៅក្នុងព្រៃខ្លាចអ្នកណាស់សត្វតោព្យាយាមលួងលោមទៅកាន់សត្វពពែ
ហើយប្រាប់ថាគេនឹងរៀបចំខ្លួនយ៉ាងស្អាតដើម្បីចូលរួមកម្មវិធីដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍កក់ក្ដៅនិងមិនខ្លាចមកកាន់ពួកគេក៏បានយកស្គរមករាំឲ្យសត្វពពែមើលសត្វពពែមើលហើយសប្បាយរីករាយក៏បានរួមជាមួយគ្នានៅគ្រានោះដែរថ្មវេទមន្តបានប្រេះនិងផ្ទុកបែកចេញជា3ចំណែកពណ៌យ៉ាងស្រស់ស្អាតពួកគេចែកគ្នាហើយក៏លោតចុះទៅក្រោមសំដៅទៅកាន់ផ្ទះលោកអូវ៉លហើយក៏បានទៅដល់សត្វតោនាំគ្នាចុចកណ្ដឹងលោកអូវ៉លចេញមកឃើញថាជាសត្វតោភ័យណាស់រត់ចូលផ្ទះវិញលឹបក្បាលចុះឡើងភ័យញ័រខ្លួនប៉ុន្តែសត្វពពែខំពន្យល់ប្រាប់ថាកុំឲ្យខ្លាចសត្វតោទាំងពីរចូលចិត្តរាំសប្បាយនិងធ្វើការរាំឲ្យអ្នកមើលក្រោយពីពួកគេយល់គ្នាអស់ហើយលោកអូវ៉លក៏បានកាត់ឈុតយ៉ាងស្រស់ស្អាតសម្រាប់ពួកគេថ្ងៃស្អែកក៏បានមកដល់នៅក្នុងកម្មវិធី Carnival យើងឃើញមានសត្វខ្លាឃ្មុំកញ្ជ្រោងនិងសត្វផ្សេងទៀតដូចជាក្ងោកដែលមានសភាពស្រស់ស្អាតជាខ្លាំងធ្វើឲ្យមនុស្សគ្រប់គ្នាទះដៃតួឯកពពែខ្ជូតយើងក៏បានចូលមកធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះស្រឡាំងកាំងលង់ស្នេហ៍ទៅកាន់គេគ្រប់គ្នាសំឡេងទះដៃយ៉ាងខ្លាំងដែលធ្វើឲ្យសត្វពពែលោតសប្បាយហូរកញ្ជ្រៀវនិងត្រេកអរជាខ្លាំងបន្តិចក្រោយមកមានសត្វតោ2ក្បាលដើរចូលមកមនុស្សគ្រប់គ្នានៅទីនោះភ័យខ្លាំងណាស់គិតថាសត្វតោនឹងមកស៊ីពួកគេទាំងអស់គ្នាភ័យញ័រខ្លួនហើយក៏សម្រេចចិត្តនាំគ្នារត់ចលាចលពេញទីនោះរត់ចុះរត់ឡើងសត្វពពែខ្ជូតក៏បានឃាត់ឲ្យឈប់ហើយប្រាប់ហេតុផលពន្យល់ទៅកាន់ពួកគេនិងបានចាប់ផ្ដើមប្រគំតន្ត្រីឲ្យពួកគេរាំរែកសប្បាយជាមួយគ្នាក្នុងគ្រានោះទៅហើយវីដេអូរបស់យើងផងដែរក៏បានឈានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះបើសិនចង់បានវីដេអូថ្មីៗបន្តទៀតសូមកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងបាយបាយ